បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការ add admin ចូល page អឺជាដំបូងពុកម៉ែបងប្អូនចូលទៅកាន់ page អ្នកទាំងអស់គ្នាហើយបងប្អូនចូលទៅកាន់ account account page របស់បងប្អូនរួចហើយបងប្អូនចូលទៅកាន់ setting and privacy រួចហើយចូលទៅពាក្យការកំណត់ទៀតបើភាសាអង់គ្លេស setting ក្នុងនេះភាសាវាអត់ពេញឬហើយបងប្អូនចូលរកមើលពាក្យ page layout នេះបើបងប្អូនរត់ឃើញខ្ញុំចំណាំមើលថារូបទង់ជាតិនេះទៅរួចហើយបងប្អូនចូលទៅក្នុងរូបហ្នឹងទៅរួចហើយបងប្អូនចូលទៅទំព័រទី2នេះរួចហើយបងប្អូនចូលទៅពាក្យបញ្ចូលថ្មីនេះបើភាសាអង់គ្លេសថា add ដោយសារខ្ញុំ translate ហើយចុច next នេះខ្ញុំធ្វើការ research ឈ្មោះ admin ដើម្បី add ចូលក្នុង page របស់ខ្ញុំទៅដាក់កាន់សារឈ្មោះនឹងរៀងយូរហើយអញ្ចឹងឥឡូវមកយូរបើសិនណាកន្លែងនេះបងប្អូនវាយឈ្មោះ admin អត់ចូលទេបងប្អូនអាចយក link របស់ page របស់ account admin ហ្នឹងយកមកផាសកន្លែងនេះហើយចុច enter មកវានឹងឃើញ account admin តែដោយសារនេះជាការបង្រៀនអញ្ចឹងខ្ញុំឧទាហរណ៍លឿនដើម្បីស៊ីពេលខ្ញុំយកម្នាក់នេះចុះបើសិនតែនេះវាអត់មានយកតាមខ្ញុំនេះដោយសារអានេះឈ្មោះខ្ញុំវាយទៅដោយសារ account ហ្នឹងវានេះប្រហែលជា Facebook វាចាប់អញ្ចឹងខ្ញុំអត់ទាន់បានស្នើទៅប្រព័ន្ធ Facebook យកវិញតោះខ្ញុំចូលឈ្មោះម្នាក់នេះវាហើយខ្ញុំឲ្យបងប្អូនត្រូវទៅបើកកន្លែងនេះអនុញ្ញាតឲ្យមនុស្សម្នាក់នេះមានការគ្រប់គ្រងទាំងស្រុងន័យថាឲ្យគាត់គ្រប់គ្រងមើលទាំងអស់ព្រោះការទំនួលខុសត្រូវក្នុង page ទាំងអស់ទាំងបញ្ហាហើយនិងការខូចខាតអីគឺគាត់មើលការខុសត្រូវទាំងនោះទាំងអស់បើមិនបើកកន្លែងនេះទេគឺបានតែចូលទៅមើលទេចឹងបងប្អូនចុចបើកកន្លែងនេះមករើសហើយចុចផ្ដល់សិទ្ធិចូលប្រើប្រាស់រួចហើយបងប្អូនវាយពាក្យសម្ងាត់របស់ account Facebook របស់បងប្អូនពេលដែលវាយហើយបងប្អូនចុចបញ្ជាក់មករួចហើយ account admin ដែលបងប្អូន add ចូលនោះគេនឹងត្រូវ verify ហើយបានpage បងប្អូនហ្នឹងអាច account admin អ្នកនឹងចូលទៅកាន់ page របស់បងប្អូនបានអញ្ចឹងវីដេអូគឺមានប៉ុណ្ណឹងឯងគឺសូមអរគុណ